សួស្តីថ្ងៃនេះនាំមកមើលទុរេនមួយដើមដែលកាលពីវគ្គមុនក្រោយពេលប្រមូលផលអស់នៅខែពាក់កណ្ដាលខែ9ឆ្នាំ2025ទុរេនខេត្តមណ្ឌលគិរីឃើញថាមួយដើមនេះគឺវាមានសភាពមិនល្អគឺនៅពេលដែលបេះផ្លែរួចគឺវាអត់ចេញត្រួយទេបាទមួយដើមនេះគឺចេញត្រួយបាន2ត្រួយហើយចូលដល់ត្រួយទី3ហើយតែចម្លែកអីដើមនេះគឺអត់ចេញត្រួយទេមកដល់ឥឡូវនេះចូលដល់ខែ1ឆ្នាំ2026គឺក្រោយពេលដែលយើងព្យាបាលវាដោយប្រើធម៌ក្តៅលើវាគឺយើងធ្វើការកោសឆ្កៀលយើងរោលដុតលាបនៅពពួកមេឡាតាស៊ីលមែងកូសេបហើយនឹងហ្វូស៊ីលអាលូមីញ៉ូមកោសឆ្កៀលរៀលរោលហើយយើងប្រើជីហុយមិចសម្រួលឫសសម្រួលដីជំនួយឫសឥឡូវឃើញថាវាចាប់ដើមចេញក្តៀងបដាហើយក៏វាចាប់ដើមចេញត្រួយមកវិញបដាបាទឃើញវាចាប់ដើមចេញត្រួយវិញបដាប៉ុន្តែស្លឹកចាស់វគ្គមុនគឺអត់ល្អទេពីព្រោះវាមានបញ្ហាជំងឺហើយវាកាំងអត់ចេញត្រួយតាំងពីខែ9ពាក់កណ្ដាលខែ9យើងបេះអស់មកទល់ដល់ខែ12នៅតែអត់ទាន់ចេញត្រួយទៀតអញ្ចឹងយើងធ្វើការព្យាបាលវាឥឡូវឃើញថាវាចាប់ដើមចេញកំពកត្រួយតូចមកហើយដើមអន់មែនតែនបាទជ្រុះស្លឹកផងអីផងបាទអន់មែនតែនប្លែកមើលទៅដើមខាងនោះគឺត្រួយល្អបាទត្រួយល្អអញ្ចឹងមួយដើមនេះគឺមានបញ្ហាជ្រុះស្លឹកផងក្រៀមផងគឺអត់ល្អឥឡូវគឺចាប់ដើមកែប្រែបានវិញហើយគឺចុងត្រួយខាងលើនោះគឺចាប់ដើមចេញត្រួយពេចមកហើយខាងក្រោមនេះគឺចាប់ដើមចេញដែរហើយបាទចាប់ដើមចេញត្រួយមកនេះត្រួយតូចនេះត្រួយតូចគឺចាប់ដើមចេញមកត្រួយ